អាកាសធាតុត្រជាក់បែបនេះគឺត្រូវជាមួយនឹងការញ៉ាំស៊ុបបែបក្តៅមែនទែនចាហើយថ្ងៃនេះគឺខ្ញុំធ្វើស៊ុបត្រីក្រហមដោយប្រើត្រី1គីឡូជាងហើយយើងជ្រើសរើសប្រភេទត្រីដែលវាស្រស់ល្អបន្ទាប់មកខ្ញុំភ្លើយសាច់របស់វាហើយហាន់វាជាចំណិតស្ដើងចារួចហើយយើងទុកវាមួយឡែកសិនយើងចាប់ផ្ដើមមកកូរគ្រឿងរបស់យើងបន្តិចគ្រឿងគឺដំបូងគឺយើងត្រូវដាក់ម្ទេសក្រហមរំលីងជាមួយនឹងខ្លាញ់ឲ្យវាចេញពណ៌ឲ្យស្អាតហើយក៏ឲ្យគ្មានក្លិនឈ្ងុយដែរមើលតែល្មមហើយបងប្អូនថែមជាមួយនឹងស្លឹកក្រូចម្ទេសខ្ទឹមសខ្ទឹមក្រហមរំដេងហើយនឹងគល់ស្លឹកគ្រៃចាគ្រឿងទាំងអស់នេះបងប្អូនដាក់ច្រើនកាន់តែឈ្ងុយឆ្ងាញ់ហើយវាក៏កាត់ក្លិនឆ្អាបបានល្អដែរចឹងយើងរំលីងទាល់តែវាមានក្លិនឈ្ងុយបងប្អូនបានយើងត្រូវចាក់ទឹកចូលណាចាបងប្អូនអាចចាក់ទឹកមួយកាច់ឆ្នាំងឲ្យហើយក៏បានដែរបន្ទាប់មកបងប្អូនដាក់គ្រឿងទេសទៅតាមការចូលចិត្តទៅហើយខ្ញុំបន្ទាប់មកទៀតគឺដាក់ត្រីរងាស់ត្រីដែលយើងភ្លើយសាច់ហើយហ្នឹងគឺយើងដាក់រងាស់នៅក្នុងឆ្នាំងរបស់យើងមួយសន្ទុះចាបន្ទាប់មកទៀតគឺថែមជាមួយនឹងទឹកដោះគោស្រស់មួយកូនចានចង្កឹះទឹកដោះគោស្រស់នេះបងប្អូនធ្លាប់ប្រើម៉ាក់អីបងប្អូនប្រើហ្នឹងទៅអត់បញ្ហាទេចាហើយយើងស្រង់គ្រឿងដែលយើងរំលីងនឹងចេញចាស្រង់ឲ្យអស់បងប្អូនយើងបាច់ទុកនៅក្នុងឆ្នាំងនឹងទេអញ្ចឹងទឹកស៊ុបរបស់យើងហ្នឹងគឺចាប់ផ្ដើមប្រែពណ៌ស្អាតបន្តិចហើយបើសិនជាបងប្អូនគិតថារសជាតិវាស្ទើរអីបងប្អូនអាចថែមទៅតាមការចូលចិត្តចាបន្ទាប់មកបន្លែហ្នឹងគឺយើងមានស្ពៃបូកគោមានស្ពៃតឿមានផ្សិតមានតកួនចាយើងដាក់ទៅតាមការចូលចិត្តដូចគ្នាហើយសម្រាប់សាច់ត្រីដែលយើងភ្លើយហ្នឹងយើងអាចយកមកជ្រលក់ញ៉ាំបែបនេះក៏បានឬក៏បងប្អូនកូរជាមួយនឹងទឹកស៊ុបរបស់យើងមួយសន្ទុះគឺឆ្អិននៃព្រោះអីត្រីនេះគឺយើងហាន់វារាងស្ដើងដែរចាអញ្ចឹងបងប្អូនសម្រាប់គ្រឿងស៊ុបរបស់យើងគឺងាយមែនទែន